បងប្អូនទាំងអស់គ្នាកាលពីអាទិត្យមុនហ្នឹងខ្ញុំបានទៅលេងនៅខេត្តកំពតជាមួយនឹងគ្រួសារខាងប្តីរបស់ខ្ញុំណាហើយយើងបានគេងនៅផ្ទះមួយកន្លែងនៅជាប់មាត់ព្រែកបន្ទប់អីស្អាតទលាយហើយបន្ទប់ទឹកបាញ់ដីនេះធំទលាយមែនតើជាពិសេសនៅខាងមុខបន្ទប់យើងហ្នឹងគឺមានអាងហែលទឹកណាសម្រាប់ក្មេងៗគាត់ចូលចិត្តលេងទឹកអីហ្នឹងគឺត្រូវហើយតោះឥឡូវយើងទៅមើលទេសភាពនៅខាងមុខទាំងអស់គ្នាអូយមកនេះហ่าបើថាសេតអីឃើញតែទេសភាពគឺបាត់សេតបងបងទាំងអស់គ្នាអាចមើលបានណាអារម្មណ៍ស្រស់ស្រាយមែនតើនៅខាងមុខមានទឹកមានភ្នំមានដើមឈើត្រជាក់ណាហើយយើងអាចស្ទូចត្រីបានដែរឥឡូវហ្នឹងរៀងល្ងាចតិចហើយអញ្ចឹងខ្ញុំឲ្យប៉ាប៉ាយកកូនបើខ្ញុំចង់មកលេងទឹកតែគ្មានទេបងអើយលេងបានតែ5នាទីទេធ្លាក់ខ្យល់ល្ងាឡើងញ័រខ្លួនអញ្ចឹងអត់ការទេប្រញាប់យកឡើងមកលើវិញឥឡូវអូនឃ្លានហើយឲ្យអូនមុំដោះគោមកស៊ីសិនឥឡូវកូនខ្ញុំគាត់មុំដោះគោហើយឲ្យគាត់ដើរលេងមើលទេសភាពស្រូបយកខ្យល់អាកាសបរិសុទ្ធចឹងណាហើយក៏ល្ងាចដែរពួកខ្ញុំក៏ត្រូវដល់ម៉ោងញ៉ាំអាហារពេលល្ងាចដែរអញ្ចឹងខ្ញុំញ៉ាំអីហើយមុនប្តីខ្ញុំហើយបន្ទាប់មកខ្ញុំឲ្យគាត់អង្គុយញ៉ាំម្ដងតាំងពីមានកូនមកត្រូវផ្លាស់ប្ដូរគ្នាញ៉ាំម្នាក់ម្ដងក្រោយពីញ៉ាំហើយខ្ញុំយកកូនខ្ញុំឡើងទៅលើទៅដោយសារតែមេឃវារៀងចាប់ដើមបង្ងឹតដែរខ្ញុំខ្លាចមានសត្វមានអីចូលកជាចូលភ្នែកចឹងណាហើយយកបន្តិចក៏រៀបចំគេងទៅឥឡូវហ្នឹងមេឃភ្លឺហើយបងប្អូនទាំងអស់គ្នានិយាយទៅយកមិនអត់មានបានគេងទេគឺកូនបើខ្ញុំកូនមកយកតភ្លឺតាំងពីម៉ោង1ជាងរហូតដល់ម៉ោង7:04មិនបានគេងចាហើយមើលទឹកមុខចោះឥឡូវហ្នឹងងើបហើយនាំចុះមកក្រោមដើម្បីរៀបចំហែកទឹកទៀតចឹងណាព្រោះដោយសារម្សិលមិញគាត់លេងបានតែមួយផ្លែអញ្ចឹងព្រឹកនេះឲ្យលេងឲ្យបានយូរតិចណាមួយពេលព្រឹកនេះនៅអត់សូវធ្លាក់ខ្យល់ទេមេឃក៏អត់សូវត្រជាក់ដូចម្សិលមិញដែរបងប្អូនទាំងអស់គ្នាហើយកូនខ្ញុំលេងសប្បាយមែនតើព្រោះអីគាត់ចូលចិត្តទឹកហ្នឹងណាសូម្បីតែនៅផ្ទះមូទឹកក៏អត់ចង់ចេញពីបន្ទប់ទឹកដែរបងប្អូនទាំងអស់គ្នាអើយហើយពេលខ្ញុំលើកគាត់ចេញពីអាងហែលទឹកនេះក៏គាត់យំដែរប៉ុន្តែខ្ញុំបានថតសកម្មភាពពេលគាត់យំទេដោយសារតែល្ងចាប់គាត់ឥឡូវហ្នឹងខ្ញុំយកគាត់មកដូរកៅអៅឲ្យហើយពួកអីខ្ញុំត្រូវទៅហាងកាហ្វេមួយកន្លែងទៀតដែលខ្ញុំចង់ទៅអញ្ចឹងណាហើយហាងកាហ្វេហ្នឹងគឺនៅជាប់មាត់សមុទ្រកែបឥឡូវហ្នឹងគឺយើងបានមកដល់ហាងកាហ្វេហ្នឹងហើយកូនខ្ញុំឲ្យចោះដើរគឺអត់ព្រមទេនិយាយទៅខ្យល់ហ្មងណាសុកចិត្តឲ្យប៉ាប៉ក៏អត់ព្រមចោះដើរដែរឥឡូវហ្នឹងពួកខ្ញុំដើរទៅកន្លែងអង្គុយសិនបន្ទាប់មកបានកំងអីញ៉ាំតិចតួចហើយអង្គុយលេងនៅនឹងអញ្ចឹងណាឲ្យកូនខ្ញុំគាត់ដើរលេងមើលទេសភាពមើលមនុស្សម្នាខ្លះកុំឲ្យខាននៅតែក្នុងផ្ទះជាមួយម៉ាក់រាល់ថ្ងៃពេក stress អញ្ចឹងណាហើយកូនខ្ញុំនេះគឺអត់ចេះដើរបានយូរទេដើរបានតាមផ្លែនទេព្រោះអីគាត់ចាប់ជើងអញ្ចឹងគឺត្រូវរកជំនួយការគាត់នេះជំនួយការគាត់នេះគឺ24ម៉ោងតែឃើញមកគឺហៅពហ្មងមិនថាទីណាទេ